ជំរាបសួរលោកគ្រូខ្ញុំឈ្មោះអាយុតមកពីក្រុម MSV 1012តាំងពីថ្ងៃនេះខ្ញុំនិយាយពី Linux User Management អញ្ចឹងយើងចូលមកដល់កន្លែង login ហើយយើងប្រើ comment whoami ដើម្បីយើងឆែកមើលថាយើងឈរនៅក្នុង user ណាគឺយើងវាយមក whoami អញ្ចឹងយើងចូលលើ user ឈ្មោះអាយុតអញ្ចឹងយើងឆែកdirectory យើងប្រើ comment pwd នេះយើងចូលលើ home ហើយ directory ឈ្មោះខ្ញុំអញ្ចឹងយើងកើតចំណុចទី1យើងបង្កើត user ctech អញ្ចឹងយើងបង្កើតវាយើងវាយ comment sudo user s ហើយយើងដាក់ឈ្មោះវាមកអញ្ចឹងយើងប្រើ comment ហ្នឹងមកតមកយើង enter វាមកនេះគេឲ្យវាយ password ហើយវាយ password នេះដល់ពេលយើងចង់ឆែកវាយើងមិនឆែកដូចមុនទេយើងឆែកវាមកចឹងយើងឆែកចឹងវាមើលឃើញទេយើងត្រូវប្រើ comment មួយទៀតដើម្បីឆែកវាឃើញយើងប្រើ comment card slash នេះយើងប្រើ comment នេះមកចឹងយើងសរសេរតាមនេះមកpasswordនេះយើងឃើញ user យើងឃើញ folder ដែលយើងបង្កើតនេះហើយអញ្ចឹងចូលដល់ step ទី2យើង delete វាក៏យើងចូល step ទី2យើងដាក់ sudo មកយើងចង់ delete folder ចេញវិញយើងប្រើ comment ហ្នឹងមក sudo user dash ហើយយើងដាក់ឈ្មោះដែលយើងចង់ delete មក ctech ហើយយើងឆែកមើលម្ដងទៀតមកឃើញហើយនេះវាបានបាត់ហើយអញ្ចឹងយើងចូលដល់ចំណុចលេខ3អញ្ចឹងចំណុចទី3យើងបង្កើត user មួយដែរតែយើងបង្កើត home directory ឲ្យវាមួយអញ្ចឹងបង្កើតដែរតែយើងបង្កើតតែ user ដែរតែយើងអត់មាន home directory ទេអញ្ចឹងយើងបង្កើតមក sudo userយើង enter មកនេះយើងដល់ពេលហើយយើងចង់ឆែកមកវាយើងប្រើ comment តមកយើងសាកលេខនេះមើលនេះយើងឃើញឈ្មោះថា ctech របស់យើងអញ្ចឹងយើងចង់បើយើងតមកយើងចង់ delete user ហ្នឹងវិញយើងប្រើ sudo rvs home
ឈ្មោះ user ពេលហើយយើងសាកឆែកវាមកនេះវាបានបាត់ហើយតោះមកចំណុចទី4យើងបង្កើត user ដែរតែយើងឲ្យវាមានសិទ្ធិច្រើនជាង user ដែលយើងបង្កើតមុនអញ្ចឹងយើងដាក់ comment sudo add ដែរមក sudo user add .i /bin /base ហើយយើងកុំភ្លេចដាក់ឈ្មោះវា Citec ជាយើង enter មកនេះហើយតបមកដោយសារតែ user ហ្នឹងយើងមានរួចហើយអញ្ចឹងយើងទៅ delete user ហ្នឹងវិញយើងសាក check មើលសិននេះ user នេះយើងមានអញ្ចឹងយើង delete វាវិញមកយើងប្រើ comment delete ខាងលើនោះវិញមក set ថ្មី sudo យើង delete វាចោលយើងប្រើ comment ខាងលើនេះវិញមកuser Citec អូខេអញ្ចឹងយើងទៅឆែកមើលវិញនេះវាបាត់ហើយអញ្ចឹងយើងប្រើ comment យើងវិញមកចំណុចទី4នេះ enter វាមកតបមកយើងទៅពេលយើងបង្កើតហើយយើងនេះវាមើលមកថាវាឃើញអត់នេះវាចេញតែពេលហើយយើងខាច់ស្មើនេះដោយសារយើងបង្កើត user ហ្នឹងដោយសារតែវាមានសិទ្ធប្រើប្រាស់ខ្លាំងជាង user ពីនេះតោះមកយើងចង់លុបវាវិញយើងប្រើ comment sudo ដែល Citec ដែរ user អញ្ចឹងយើងវាយមក sudo user add user ដែរតោះមកយើងដាក់ឈ្មោះមក enter ហើយយើងទៅឆែកមើលវាhome ឈប់យើងនៅតែ directory ទេចឹងយើងទៅខាច់ស្មើវាវិញនេះវាបានបាត់ហើយវាបានបាត់យើងនៅសត directory ទេបើយើងចង់ delete directory ហ្នឹងទៀតយើងប្រើ comment នេះបង comment remove យើងsudo log Citec ចឹងយើង enter មកហើយយើងទៅ check មើលវានេះវាបានបាត់ហើយតោះមកយើងចូលចំណុចមួយទៀតដល់ចូលមកដល់ចំណុចលេខ5យើងបង្កើត user ទៅដែរតែយើងបង្កើតវាបានន័យថាវាលឿនជាងមុនចឹងយើងប្រើ comment មក sudo add user ម្ដងយើងប្រើ comment add user ហើយយើងដាក់ឈ្មោះតោះមកវាឲ្យយើងដាក់ password ចឹងយើងដាក់ password មក
ní full name dương đã ở chung city nó bây giờ là tôi tìm in room number ní dương bệnh để dương skip đi món bây dương chọn đặt bàn này dương skip đi món tụi món dương trình về đã bay tha information nắng dương correct method dương đặt về món chân dương leave món nè giờ user ní city này chấn về dương trong switch user nó từ city user về dương phải từ city chứ của mình sudo và dương phải của mình xuống city hay dùng password để dùng đặt những nó nè dương cho cái chân nhờ dương cho user city ấy tại ở vậy để dân nói cứ directory bỏ ở chua nhung chẳng dương chẳng mà dương trong switch ở city từ directory ở bỏ city năng mó dương ở mình đi mó cd hay dương đặt slash home city chẳng nhân sạc xuôi mở thay dương ở không để bị show user này nhưng vào hùi mãi nè dương nơi không ở user box city chẳng dương trong đăng thà dương nó show nơi để retrieve với nãy dương vào comment mình tìm pwd nó nè dương show nó để retrieve box home hay là trong city cho bây giờ trong switch từ user down mà dương với dương comment exit của nó dương nên cho từ comment down mà dương user down mà dương thì như vậy nó exit của nó tụi mới dương chỉ nói cho những sạc xuôi mới dương nơi show không user nè UMI này dương show là user chung và dương mình chứ nhưng trong đăng directory nên nãy dương vậy comment mình kiếm nó là bay xua dương directory nên nè pwd này chỉ chung và dương chấm con nói như cả cứមានប៉ុណ្្នឹងដែរអរគុណលោកគ្រូនិងអរគុណអ្នកនរគ្នា